ខ្ញុំទៅមកមើលការដើរបែបផ្សិតនៅក្នុងព្រៃបងប្អូនស្គាល់អត់នេះផ្សិតនេះវាផ្សិតកញ្ជូផ្សិតដើមដៃបងប្អូនឬល្អណាស់ផ្សិតនេះយើងអាចយកទៅធ្វើម្ហូបបានឆ្ងាញ់ពិសេសដូចជាស្លម្ជូរយើងមិនបាច់ដាក់សាច់ដាក់អីក៏បានដែរបងប្អូនយើងដាក់តែម្ទេសរៀងខិលបងម្ជូរខ្សាំងហ្នឹងដាក់ម្ទេសរៀងខិលបន្តិចមកគាត់បីញើសខ្ចាយបងប្អូនឆ្ងាញ់ណាស់ផ្សិតព្រៃធម្មជាតិមិនងាយទេបងប្អូនមួយឆ្នាំមានបានហូបតែម្ដងទៅដល់រដូវកាលរបស់វាមិនបានហូបតែក្រៅពីនោះមិនងាយទេបងប្អូនអើយវាជាផ្សិតធម្មជាតិផ្សិតព្រៃមួយឆ្នាំបានម្ដងតែនៅរដូវដែលមានភ្លៀងធ្លាក់ជួបជាប់បានវាដកផ្សិតនេះមិនដូចផ្សិតចំបើងផ្សិតគេដាំទេខែណាឆ្នាំណាក៏មានហូបដែរអានេះជាផ្សិតព្រៃជាផ្សិតព្រៃឬបើសិនតែយើងចង់ឆ្ងាញ់យើងស្លទៅក៏យើងយកសាច់ជ្រូក3ជាន់ក៏ច្រាំវាទៅស្លស្ងោរអានេះគេហៅស្ងោរជាមួយគ្នាក៏ឆ្ងាញ់ដែរបងប្អូនអើយឆ្ងាញ់ណាស់ផ្សិតព្រៃបាទបើនិយាយពីរសជាតិគឺពិសេសខ្លាំងមែនអញ្ចឹងលាសិនហើយបងប្អូនបាយបាយ